សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកបន្តស្គាល់ terminology វគ្គ2ក្នុងវគ្គនេះយើងនឹងបានស្គាល់ពាក្យមួយចំនួនដែលខ្ញុំបានប្រើប្រាស់ក្នុងវគ្គមុនដែលខ្ញុំនិយាយអំពី broker ហើយខ្ញុំបានឲ្យ highlight ពាក្យមួយចំនួនទុកមុននឹងចាប់ផ្ដើមខ្ញុំចង់បង្ហាញពាក្យមួយចំនួនដែលយើងបានរៀនរួចមកហើយនៅក្នុង terminology វគ្គ1ណាសង្ឃឹមថាអ្នកទាំងអស់គ្នាអាចចាំបាននៅពាក្យទាំងនេះវាធ្វើឲ្យមានភាពងាយស្រួលដល់អ្នកក្នុងការចាប់យកនៅវគ្គបន្តទៀតពីព្រោះពីមួយវគ្គទៅមួយវគ្គកាន់តែមានភាពស្មុគស្មាញហើយកាន់តែលំបាកបើសិនជាយើងមិនពង្រឹងទៅលើពាក្យបច្ចេកទេសទាំងនេះសម្រាប់អ្នកដែលគាត់ទើបតែចាប់ផ្ដើមហើយមានបទពិសោធន៍តិចប៉ុន្តែបងប្អូនដែលគាត់មានបទពិសោធន៍ច្រើនគាត់អាចយល់ពីអ្វីដែលខ្ញុំចង់និយាយនៅពេលដែលចូលដល់វគ្គកាន់តែជ្រៅអញ្ចឹងអ្នកទាំងអស់គ្នាអាច pause វីដេអូកន្លែងហ្នឹងត្រង់ហ្នឹងហើយមើលពាក្យទាំងអស់នេះរួចរំលឹកពាក្យនីមួយៗដោយខ្លួនឯងថាតើយើងអាចចាំនិងយល់បានប៉ុណ្ណាអូខេឥឡូវយើងចូលដល់term វគ្គ2តែម្ដងbrokerage account នេះជា account ដែលយើងបើកជាមួយនឹង broker ដើម្បីទិញនិងលក់មូលបត្រដូចជា stock ETF index mutual fund ជាដើមបន្តិចទៀតយើងនឹងបានយល់ពី ETF index and mutual fund ចំពោះ brokerage account នេះយើងអាចទាញយកលុយចេញពេលណាក៏បានដែរបន្ទាប់ពីយើងលក់ចេញនៅភាគហ៊ុនឬក៏ប្រភេទមូលបត្រផ្សេងទៀតចំណែក IRA account នេះដែលយើងជា account ដែលយើងបើកជាមួយ broker ទិញនិងលក់មូលបត្រផ្សេងដូចគ្នានឹង brokerage account ដែលខ្ញុំនិយាយមុនហ្នឹងខុសត្រង់ថា IRA account នេះយើងមិនអាចដកលុយចេញពី account បានទេរហូតដល់យើងគ្រប់អាយុចូលនិវត្តន៍ទើបអាចដកបាននៅសហរដ្ឋអាមេរិកនេះអាយុចូលនិវត្តន៍ដូចជាពាក់កណ្ដាល59ឆ្នាំប៉ុន្តែបើយើងមានករណីអាសន្នដែលយើងចង់ដកជាបន្ទាន់យើងអាចដកមុនកំណត់បានគ្រាន់តែយើងត្រូវទទួលការផាកពិន័យឲ្យបង់ដូចជាពន្ធ 10% អូខេ portfolio គឺជាការប្រមូលផ្ដុំសរុបនៅភាគហ៊ុនក្រុមហ៊ុនទាំងអស់បូកជាមួយនឹងមូលបត្រផ្សេងទៀតដែលយើងបានទិញទុកក្នុង account របស់យើងឧទាហរណ៍នៅពេលដែលគេនិយាយថា my portfolio have មានន័យថាគេបូកសរុបចូលទាំងអស់អ្វីដែលគេមាននៅក្នុង account ដូចជាគេមាន stock Apple Tesla Meta Google BTC crypto ETF crypto SPY ETF WU ETF future SP100 SPX index ជាដើមណា asset គឺឬក៏គេអាចហៅថា security ប្រយ័ត្នច្រឡំបកខ្មែរបកអត់ចំឯ security ប្រែជាខ្មែរថាសន្តិសុខតែ security នេះមានន័យផ្សេងគឺវាមានន័យដូចគ្នានឹង asset ជាទ្រព្យសម្បត្តិហិរញ្ញវត្ថុដូចជា stock ដែលយើងស្គាល់ថាជាភាគហ៊ុនរបស់ក្រុមហ៊ុនbond សញ្ញាប័ណ្ណ mutual fund crypto ETF index future លក្ខនឹងលក្ខដែលនៅមានជាច្រើនទៀតដែលយើងអាចយកទ្រព្យសម្បត្តិទាំងនោះយកទៅលក់ហើយដូរមកជាលុយវិញបានខ្ញុំលើកឧទាហរណ៍ឲ្យងាយយល់នៅក្នុងទ្រព្យសម្បត្តិអចលនទ្រព្យដែលគេហៅថា real estate asset វាមានអីខ្លះវាមាន asset ដូចជាផ្ទះដី condo សណ្ឋាគារជាដើមអញ្ចឹងនៅក្នុង stock market ក៏វាមានប្រភេទ asset ផ្សេងគ្នាអញ្ចឹងដែរដោយតែខ្ញុំបានរៀបនាមមុនហ្នឹងអូខេ alright stock lending នៅពេលដែលokay let me see okay នៅពេលដែល investor បើកអនុញ្ញាតឲ្យភាគីផ្សេងទៀតអាចខ្ចីភាគហ៊ុនរបស់ពួកគេបានដោយអាចទទួលបាននៅកម្រៃពីការខ្ចីប៉ុន្តែ investor ហ្នឹងគាត់នៅតែជាម្ចាស់ភាគហ៊ុនដដែលហើយចង់លក់ពេលណាក៏បានដែរខ្ញុំលើកឧទាហរណ៍ឲ្យងាយយល់ដូចជាពេលដែលយើងយកលុយទៅដាក់នៅក្នុងធនាគារហើយធនាគារឲ្យជាការប្រាក់មកយើងអញ្ចឹងហេតុអ្វីបានជាធនាគារឲ្យការប្រាក់ពីព្រោះគាត់យកលុយរបស់យើងហ្នឹងទៅឲ្យភាគីដទៃទៀតខ្ចីនៅស្រុកខ្មែរច្រើនណានិយាយថាទៅខ្ចីលុយធនាគារហើយធនាគារបានលុយពីណាគឺបានលុយមកពីអ្នកដែលគាត់យកលុយទៅដាក់នឹងឯង
ឥឡូវយើងយកមកធៀបជាមួយនឹង stock market ទីផ្សារភាគហ៊ុនវិញអញ្ចឹងបានន័យថាធនាគារហ្នឹងយើងចាត់ទុកថាជា broker ហើយអ្នកដែលយកលុយទៅដាក់ធនាគារហ្នឹងគឺ investor នឹងឯងអ្នកដែលគាត់ជាម្ចាស់ភាគហ៊ុនឲ្យទៅភាគីដទៃទៀតហ្នឹងខ្ចីតាមរយៈ broker ហើយទទួលបានកម្រៃពីការឲ្យខ្ចីវាដូចគ្នាទៅនឹងការប្រាក់ដែលទទួលបានពីធនាគារហើយអាភាគហ៊ុនហ្នឹងនៅតែជាភាគហ៊ុនរបស់យើងវាដូចគ្នានឹងលុយដែលយើងយកទៅដាក់នៅធនាគារនៅតែជាលុយរបស់យើងបន្តិចទៀតខ្ញុំនឹងបន្តិចទៀតយើងនឹងយល់ហើយថាតើអ្នកខ្ចីភាគហ៊ុនរបស់យើងហ្នឹងវាជាណាណាវាតកតងជាមួយនឹងពាក្យ short នេះតិចទៀតខ្ញុំនឹងបញ្យល់fraction share នេះពាក្យនេះខ្ញុំបានបញ្យល់រួចមកហើយនៅក្នុងវគ្គដំបូងអញ្ចឹងខ្ញុំមិនចំណាយពេលវេលាច្រើនក្នុងការបញ្យល់ពាក្យនេះទេប៉ុន្តែខ្ញុំអាចរំលឹកដើម្បីឲ្យយើងអាចចាំបានខ្លះនៅពេលដែលយើងមានលុយត្រឹមតែ50ឬ$100ក្នុង account ហើយយើងចង់ទិញហ៊ុន Tesla stock Tesla តម្លៃ$300ក្នុងមួយ share អញ្ចឹងយើងអាចទិញជា fraction share ណាទិញមួយភាគតូចនៃមួយ share ដែលខ្ញុំលើកយកឧទាហរណ៍ជ្រូកខ្វៃមួយក្បាល$300ប៉ុន្តែយើងអាចទិញជាមួយខាំ2ខាំ1គីឡូ2គីឡូទៅតាមទឹកលុយរបស់យើងនៅចាំបានអត់អូខេ long មានន័យថានៅពេលដែលយើងទិញ stock ដើម្បីលក់នៅពេលដែលវាឡើងដែលគេតែងតែនិយាយថា I go long in Tesla ឬក៏ I enter long position in Tesla ដូចគ្នានឹងគេនិយាយថា I'm buying Tesla និយាយរួម long នេះគឺដូចគ្នា buying អូខេទិញអូខេ short គឺជាការលក់ stock ដែលខ្ចីពីគេដែលមិនមែនជា stock របស់យើងហើយទិញមកវិញនៅតម្លៃក្រោមទីផ្សារដើម្បីទាញយកប្រាក់ចំណេញចាំបានទេមុននឹងតិចដែលខ្ញុំនិយាយអំពី stock lending អ្នកដែលគាត់មាន stock ហ្នឹងគាត់អនុញ្ញាតឲ្យភាគីដទៃទៀតខ្ចីstock ភាគហ៊ុនរបស់គាត់ហ្នឹងហើយអ្នកដែលខ្ចីហ្នឹងគឺវិនិយោគជាអ្នកវិនិយោគដូចគ្នាធម្មតាយើងយល់ហើយណានៅពេលដែលយើងទិញ stock ដែលយើងស្គាល់ថា go long ឬ long position ឬអាចនិយាយបានថា buy ហ្នឹងទិញដូចគ្នាហ្នឹងគឺយើងទិញទុកដើម្បីពេលវាឡើងយើងលក់ទៅវិញយកប្រាក់ចំណេញតែដល់ពេលអា short នេះវា reverse ផ្ទុយមកវិញឥឡូវខ្ញុំទាញ graph មួយឲ្យងាយយល់ sorry អូខេឧទាហរណ៍ដូចជាក្រុមហ៊ុន Apple តម្លៃ$200ក្នុងមួយ share នៅលើទីផ្សារហើយក្រុម investor នេះគាត់បានទិញក្រុមហ៊ុន Apple ហ្នឹងអ្នកខ្លះគាត់ទិញ$5អ្នកខ្លះគាត់ទិញ$10 sorry ចង់និយាយថាអ្នកខ្លះគាត់ទិញ5 share អ្នកខ្លះគាត់ទិញ10 share អ្នកខ្លះគាត់ទិញ100 share អ្នកខ្លះគាត់ទិញ10000 share ទៅតាមលទ្ធភាពដែលគាត់មានណាហើយពួកគាត់ទិញរួចហើយហ្នឹងគាត់ជាម្ចាស់ភាគហ៊ុនហ្នឹងគាត់ដាក់ភាគហ៊ុនរបស់គាត់ទៅឲ្យភាគីដទៃទៀតខ្ចីតាមរយៈ broker ហើយចំណែក investor មួយក្រុមនេះពួកគាត់អត់មាន sorry I think I have allergy ចំណែក investor មួយក្រុមនេះគាត់អត់បានទិញភាគហ៊ុនរបស់ក្រុមហ៊ុន Apple អីទេគឺគាត់អត់មានភាគហ៊ុននៅក្នុងដៃទេប៉ុន្តែគាត់ខ្ចី stock ពីទីផ្សារតាមរយៈ broker ដើម្បីលក់យកប្រាក់ចំណេញតែចំណេញយ៉ាងម៉េចចំណេញត្រង់ថានៅពេលដែលគាត់ទិញ stock ហ្នឹងគឺតម្លៃវាតែ$200ក្នុងមួយ share ទេតែដល់ពេល stock ហ្នឹងវាធ្លាក់សល់$180ក្នុងមួយ share គាត់ទិញ stock ហ្នឹងឡើងមកវិញអញ្ចឹងគាត់ចំណេញបាន$20អញ្ចឹងក្នុងករណី short selling នេះគឺមានន័យថាលក់ថ្លៃទិញថោកយើងធ្លាប់តែយល់ពាក្យថាទិញថោកលក់ថ្លៃប៉ុន្តែក្នុងករណី short selling មិនមែនចេះតែចំណេញរហូតទេបើសិនជាយើងខ្ចី stock គេលក់ចេញ$200ក្នុងមួយ share តែ stock Apple ហ្នឹងវាឡើងវិញវាឡើងរហូតដល់220វិញក្នុងមួយ share អញ្ចឹងយើងខាត$20
ពីព្រោះពេលដែលយើងខ្ចីគេយើងខ្ចី$200ក្នុងមួយ share អញ្ចឹងបើ stock នឹងឡើង220យើងត្រូវតែទិញ stock ហ្នឹងក្នុងតម្លៃ220ដើម្បី return ទៅឲ្យគេវិញចំពោះ short selling នេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់បើសិនជាយើងគ្មានបទពិសោធន៍ហើយខ្វះការយល់ដឹងដើម្បីវិភាគឲ្យបានគ្រប់ជ្រុងជ្រោយអញ្ចឹងចំពោះអ្នកដែលទើបតែចាប់ផ្ដើមចូលប្រឡូកឬមិនទាន់មានបទពិសោធន៍ខ្លាំងយើងទិញ stock ជាលក្ខណៈធម្មតាដែលយើងតែងតែយល់ថាទិញថោកលក់ថ្លៃកុំទាន់អាចចូលដល់ short selling ទៅថ្ងៃមុខបើសិនជាយើងទាំងអស់គ្នាអាចឈានចូលទៅដល់វគ្គជ្រៅហើយមានបទពិសោធន៍ច្រើនខ្ញុំអាចចំណាយពេលវេលាខ្លះដើម្បីធ្វើ live trading ជាមួយគ្នាធ្វើការទិញលក់ផ្ទាល់ទៅលើទីផ្សារកំពុងដំណើរការអញ្ចឹងយើងនឹងបានអនុវត្តជាក់ស្ដែងពេលហ្នឹងយើងនឹងអាចឃើញពីការចំណេញឬខាតដោយផ្ទាល់ភ្នែកអូខេឥឡូវយើងចូលដល់ពាក្យបន្ទាប់ meme stock meme stock នេះជាប្រភេទ stock ដែលផ្ទុះភាពល្បីល្បាញតាមរយៈ social mediaដែលធ្វើឲ្យតម្លៃវានឹងឡើងខ្លាំងដូចជា AMC GameStop អ្នកដែលធ្លាប់មានបទពិសោធន៍ក្នុងការ trade ប្រហែលជាស្គាល់ stock ពីហ្នឹងហើយក្នុងឆ្នាំដូចជា2020 GameStop GME តម្លៃក្នុងមួយ share តែ$2-3ទេដល់ពេល2021គឺផ្ទុះខ្លាំងឡើងរហូតទៅដល់ជិត$200ក្នុងមួយ share ដោយគេប្រើយុទ្ធសាស្ត្រ pump and dump ចាំបាននេះនៅពេលដែលខ្ញុំលើកឧទាហរណ៍ពីស្បែកជើងមានរាសីមកបញ្យលក្នុងវគ្គមុនប្រភេទ stock នេះគឺមានហានិភ័យខ្ពស់បើសិនជាយើងមិនមានបទពិសោធន៍ច្រើនទេ don't touch or you get burned okay alright high volatility stock ដែលគេនិយមហៅថា HV stock ជាប្រភេទ stock ដែលមានតម្លៃឡើងចុះញឹកញាប់ខ្លាំងដូចជាប្រភេទstock ក្រុមហ៊ុន Tesla Apple ជាដើមប្រយ័ត្នច្រឡំជាមួយនឹង meme stock meme stock វាឡើងចុះដោយសារគេ pump and dump តែដល់ពេល HV stock នេះឡើងចុះគឺតាមហាងឆេងទីផ្សារអូខេ OTC stock ពាក្យពេញរបស់វាគឺ over the counter stock ជាប្រភេទ stock ដែលទិញលក់ក្រៅទីផ្សារភាគហ៊ុនតាមរយៈ broker ភាសាខ្មែរនិយាយងាយយល់គេហៅថាទិញលក់អញ្ចាមខ្នុរដែលមិននៅលើទីផ្សារប្រភេទ OTC stock នេះតម្លៃវាច្រើនតែនៅក្រោម$1ហេតុអ្វីបានជាប្រភេទ OTC stock នេះมันអាចលក់លើទីផ្សារបានគ្រប់ក្រុមហ៊ុនទាំងអស់ដែលដាក់លក់ភាគហ៊ុនរបស់ខ្លួនទៅសាធារណៈហ្នឹងមិនមែនអាចលក់នៅលើទីផ្សារភាគហ៊ុនបានទាំងអស់ទេវាត្រូវឆ្លងកាត់លក្ខខណ្ឌដេកជាច្រើនអញ្ចឹងប្រភេទក្រុមហ៊ុន OTC ហ្នឹងកាលណាមិនទាន់គ្រប់លក្ខខណ្ឌដេកគឺมันអាចចុះ list ចុះបញ្ជីដើម្បីលក់នៅលើទីផ្សារបានទេប៉ុន្តែនៅតែអាចលក់ភាគហ៊ុនរបស់ខ្លួនទៅសាធារណៈបានតាមរយៈ broker អូខេ biotech stock នេះជាប្រភេទ stock ដែលពាក់ព័ន្ធទៅនឹងក្រុមហ៊ុនដែលអភិវឌ្ឍផលិតនិងចែកចាយនៅផលិតផលជីវសាស្ត្រដូចជាថ្នាំពេទ្យឧបករណ៍ផ្នែកពេទ្យនិងបច្ចេកវិទ្យាកសិកម្មជាដើមចាំមកនេះកាលពីសម័យ COVID stock មួយចំនួនដែលពាក់ព័ន្ធទៅនឹងថ្នាំឧបករណ៍ពេទ្យអីហ្នឹងគឺមានការឡើងខ្លាំងអូខេ alright ឥឡូវចូល ETF fund នេះពាក្យពេញហៅថា exchange trade fund okay let me see ជាបណ្ដុំនៃការវិនិយោគជាច្រើនដែលរួមមានដូចជា stock bond និងមូលបត្រផ្សេងៗដែលដាក់បញ្ចូលរួមគ្នាទៅជាកញ្ចប់មួយដើម្បីងាយស្រួលដល់អ្នកវិនិយោគនឹងក្នុងការទិញលក់ងាយស្រួលយ៉ាងម៉េចតាមធម្មតាពេលដែលយើងធ្វើការវិនិយោគទៅលើក្រុមហ៊ុនយើងតែទិញភាគហ៊ុនហ្នឹងទៅតាមប្រភេទក្រុមហ៊ុនមួយដាច់ដោយឡែកដូចជាក្រុមហ៊ុន Apple Tesla Microsoft Google ដល់យើងទិញ ETF fund នេះគឺជា stock មួយដែលក្តោបទៅដោយក្រុមហ៊ុនជាច្រើនចូលគ្នាស្រាប់សម្រាប់យើងងាយស្រួលទិញដូចជា stock SPY ណា stock SPY នេះជា stock ដែលមានទៅដល់500ក្រុមហ៊ុននៅក្នុងហ្នឹង
ក្នុងនោះរួមមានក្រុមហ៊ុន Apple Microsoft Amazon Google អីជាដើមប្រភេទ stock ETF នេះគឺយើងអាចទិញលក់តែនៅក្នុងចន្លោះ market hour ឯងมันអាច execute នៅ pre market ឬ after hour ទេណាចំណែក index fund វាមានលក្ខណៈស្រដៀងគ្នាជាមួយនឹង ETF fund ត្រង់ថាជាចំណុចនៃជាបណ្ដុំនៃការវិនិយោគជាច្រើនដាក់បញ្ចូលរួមគ្នាជាកញ្ចក់មួយប៉ុន្តែការដាក់បញ្ចូលរួមគ្នានេះគឺវាមានលក្ខណៈជាទ្រង់ទ្រាយធំជាង ETF តាម index មានន័យថាអាក្រុមហ៊ុនណាធំវាដាក់ប្រម៉ូដាក់ម្ដុំដែលគេឲ្យឈ្មោះថាជា SP 500ហើយក្រុមហ៊ុនណាតូចៗហ្នឹងវាប្រម៉ូដាក់ម្ដុំដែលឈ្មោះវាគេហៅថា Russell 2000 Index អូខេអញ្ចឹងនៅមាន index ផ្សេងទៀតប៉ុន្តែខ្ញុំលើកយកតែពីរមកទេហើយ index នេះมันអាចធ្វើការទិញលក់ក្នុងចន្លោះ market hour ទេគឺអាចធ្វើការទិញលក់បានតែម្ដងទេក្នុងមួយថ្ងៃក្រោយពេលដែលទីផ្សារបិទអូខេចំណែក mutual fund វាមានលក្ខណៈស្រដៀងគ្នាជាមួយនឹង ETF ហើយនឹង index ខុសគ្នាត្រង់ថាពេលដែលយើងទិញប្រភេទ stock mutual fund មួយនេះជាប្រភេទ stock ដែលគ្រប់គ្រងដោយ professional manager ជាអ្នកដែលមានបទពិសោធន៍ក្នុងវិស័យទីផ្សារភាគហ៊ុនហ្នឹងអញ្ចឹងពេលដែលយើងយកលុយទៅទិញ stock ប្រភេទហ្នឹងគឺយើងអត់ដឹងថាមាន stock អីខ្លះទេនៅក្នុងហ្នឹងវាអាស្រ័យទៅលើ professional manager ហ្នឹងគាត់ជាអ្នកចាត់ចែងថាតើstock មួយណាគួរទិញហើយមួយណាត្រូវលក់ចេញវិញអូខេហើយនៅពេលណាគឺគាត់ជាអ្នកសម្រេចលើគាត់ professional manager ហ្នឹងគាត់ជាអ្នកចាត់ចែងបើគេខាតយើងក៏ខាតបើគេចំណេញយើងក៏ចំណេញសម្រាប់ខ្ញុំទោះបីជាទិញ mutual fund ដែលយើងត្រូវពឹងផ្អែកទៅលើ professional ហ្នឹងក៏ដោយក៏យើងត្រូវតែសិក្សាស្រាវជ្រាវឲ្យបានល្អិតល្អន់ដែរមុននឹងធ្វើការសម្រេចចិត្តមិនមែនពាក្យថា professional managers នឹងសុទ្ធតែអាចទុកចិត្តបានទាំងអស់ទេអូខេ future sorry I'm so tired today okay future មានន័យថាជាកិច្ចសន្យាហិរញ្ញវត្ថុរវាងអ្នកទិញឬអ្នកលក់នៅសិទ្ធិក្នុងការទិញឬលក់ទំនិញជាក់លាក់មួយក្នុងការបរិច្ឆេទនាពេលអនាគតជាមួយតម្លៃដែលបានកំណត់ខ្ញុំដាក់អាសញ្ញាផ្កាយកន្លែងនេះរវាង future និង option ហ្នឹងដោយសារវាមានភាពស្រដៀងគ្នាខ្លះដែលធ្វើឲ្យអ្នកខ្លះគាត់មានការភ័ន្តច្រឡំប៉ុន្តែថ្ងៃនេះខ្ញុំអត់បញ្យល់ option ទេពីព្រោះ option វាមានលក្ខណៈស្មុគស្មាញច្រើនដែលតាក់ទងទៅនឹងកត្តាជាច្រើនថ្ងៃណាមួយខ្ញុំនឹងធ្វើវីដេអូដាច់ដោយឡែកបញ្យល់ពី option ហើយនឹងធ្វើការប្រៀបធៀបជាមួយរវាង future ដើម្បីឲ្យយើងកាន់តែយល់ច្បាស់ប៉ុន្តែថ្ងៃនេះខ្ញុំគ្រាន់តែបញ្យល់ future ឲ្យយើងមានឲ្យយើងបានយល់ខ្លះជាមូលដ្ឋានគ្រឹះអូខេខ្ញុំទាញ graph មួយមកបង្ហាញតើ future ហ្នឹងវាដំណើរការរបៀបណាឥឡូវយើងកុំតន់គិតstock market broker នេះខាត់វាចោលសិនអូខេយើងមកយល់នឹង basic សិនកាលណាយើងយល់ពី basic យើងអាចយល់បានហើយថា future នៅក្នុង stock market ហ្នឹងវាធ្វើការរបៀបម៉េចអូខេឧទាហរណ៍នេះគឺជាកុងត្រាសម្រាប់ជ្រូក300ក្បាលអូខេហើយកុងត្រាហ្នឹងគឺសម្រាប់ការបរិច្ឆេទនៅពេលអនាគតឥឡូវខែ3អញ្ចឹងកុងត្រាហ្នឹងសម្រាប់ថាខែ12ចុះណាខាងនេះជាអ្នកទិញអូខេគាត់មើលកុងត្រាហ្នឹងគាត់គិតថាវាជា good deal អូខេ good deal សម្រាប់គាត់អញ្ចឹងគាត់ចង់ lock deal ហ្នឹងពីព្រោះគាត់គិតថាខែ12ហ្នឹងជាខែដាច់ឆ្នាំអាចនឹងជ្រូកឡើងថ្លៃដោយសារមនុស្សត្រូវការយកទៅធ្វើជ្រូកខ្វៃណានេះយោងទៅតាមការវិភាគរបស់ពួកគាត់ណាអញ្ចឹងគាត់ចង់ lock deal នឹងទុកក្នុងកុងត្រាទិញជ្រូក300ក្បាលក្នុងតម្លៃ$100ក្នុងមួយក្បាលអូខេឥឡូវយើងមកមើលថាតើវា good deal ឬក៏ bad deal វាផ្អែកទៅលើស្ថានភាពជាក់ស្ដែងអូខេ
ឥឡូវពេលវេលាកាន់តែគៀកមកដល់ខែ12បើសិនជាជ្រូកហ្នឹងពិតជាឡើងថ្លៃដោយតែគាត់បានគិតទុកមែនណាថាឡើងណាឥឡូវឧទាហរណ៍ថាឡើង$110ក្នុងជ្រូកមួយក្បាលអញ្ចឹងទោះបីជាវាឡើង$110ក៏គាត់នៅតែផេ$100ដដែលក្នុងមួយក្បាលពីព្រោះគាត់បានឡុកdealនឹងទុកអញ្ចឹងគាត់ចំណេញបាន$10ក្នុងមួយក្បាលហើយជ្រូក300ក្បាលគុណនឹង$10ទៅឃើញថាគាត់ចំណេញ$3000ហើយចំណែកអ្នកលក់វិញគាត់មិនអាចដំឡើងថ្លៃបានទេពីព្រោះគាត់បានព្រមព្រៀងទៅលើកុងត្រាអញ្ចឹងគាត់ខាត$3000ប៉ុន្តែបើសិនជាក្នុងករណីផ្ទុយមកវិញឧទាហរណ៍នៅពេលដែលពេលវេលាកាន់តែគៀកខែ12ស្រាប់តែវាផ្ទុះរឿង COVID សារឡើងវិញអញ្ចឹងប្រជាជនគ្រប់គ្នានឹងគាត់មានការភ័យខ្លាចគាត់អត់ចង់ប្រារព្ធពិធីអីទេគាត់ចង់នៅផ្ទះអញ្ចឹងតម្លៃជ្រូកអាចធ្លាក់ចុះនៅលើទីផ្សារអត់មានអ្នកទិញឧទាហរណ៍ថាឥឡូវវាធ្លាក់ចុះ$90ក្នុងមួយជ្រូកមួយក្បាលក្នុងករណីនេះអ្នកទិញគាត់ខាត$10ក្នុងជ្រូកមួយក្បាលហើយយើងយកគុណនឹង300ទៅណាឃើញថាគាត់ខាត$3000ហើយចំណែកអ្នកលក់វិញចំណេញ$3000ព្រោះជ្រូកហ្នឹងចុះនៅសល់$90ក្នុងមួយក្បាលក៏នៅតែអ្នកទិញហ្នឹងបង់ឲ្យគាត់$100ក្នុងមួយក្បាលដែរណាអូខេអញ្ចឹងបើសិនជាយើងយល់អាហ្នឹងយើងអាចយកវាទៅ apply ក្នុង trade future ណាការ trade future នៅក្នុង stock market បានគ្រាន់តែ stock future stock market ហ្នឹងគេអត់ trade អាជ្រូកនេះទេខ្ញុំគ្រាន់តែលើកយកឧទាហរណ៍ទាំងនេះគឺជា stock market I'm sorry គឺជា future stock market ដែលគេ trade ណាទាំងអស់នេះគឺជា asset ដែលគេ trade អូខេខ្ញុំនឹងចេញវីដេអូមួយដោយ live ដើម្បីពន្យល់ពី future ឲ្យកាន់តែលម្អិតហើយធ្វើការប្រៀបធៀបជាមួយនឹង option នេះគ្រាន់តែឲ្យយល់ជាមូលដ្ឋានគ្រឹះពីព្រោះនេះជាវីដេអូនិយាយអំពី terminology ពាក្យបច្ចេកទេសអូខេពាក្យបន្ទាប់high of the day អូខេជាតម្លៃ stock របស់ក្រុមហ៊ុនមួយដែល okay let me think how to explain easy អូខេជាតម្លៃ stock របស់ក្រុមហ៊ុនមួយដែលឡើងខ្ពស់ជាងគេក្នុងកំឡុងពេលដែលធ្វើការជួញដូរអត់គិតពីតម្លៃម្សិលមិញសប្តាហ៍មុនខែមុនអីទេគឺគិតតែថ្ងៃនេះពេលវេលានេះដែលកំពុងតែ trade ហ្នឹងហើយដល់ពេលចំណែកlow of the day គឺវាផ្ទុយនឹង high of the day មានន័យថាជាតម្លៃ stock របស់ក្រុមហ៊ុនមួយហ្នឹងដែលចុះទាបជាងគេក្នុងកំឡុងពេលដែលយើង trade ជួញដូរអូខេឥឡូវខ្ញុំទាញឆាត Tesla ណាខ្ញុំទាញឆាត Tesla សម្រាប់ថ្ងៃនេះថ្ងៃសុក្រដើម្បីពន្យល់បង្ហាញចង្អុលបង្ហាញពី high of the day និង low of the day អូខេយើងគិតចាប់តាំងពី pre market ឡើងដល់265.33ដល់ពេល market hour ដល់ពេល market ឡើងI'm sorry ដល់ពេល market hour វាឡើងដល់266.23ណា266.23ហើយតម្លៃបន្តបន្ទាប់ទៀតអត់មានឡើងខ្ពស់ជាងអាតម្លៃហ្នឹងទេអញ្ចឹងអា266.25នេះគេហៅថា high of the day ដល់ពេល low of the day យើងមើលតាំងពី pre market មកណា pre market 257.5ណាដល់ពេលដល់ market hour វាចុះរហូតទៅដល់250.73ហើយតម្លៃបន្តបន្ទាប់ទៀតអត់មានចុះទាបជាងអាតម្លៃហ្នឹងទេអញ្ចឹងអា250.73នេះគេហៅវាថា low of the day អូខេ alright ឥឡូវបកមកវិញ all time high ជាតម្លៃ stock របស់ក្រុមហ៊ុនមួយដែលឡើងខ្ពស់
បំផុតគិតចាប់តាំងពីថ្ងៃដំបូងគេបង្អស់ដែលក្រុមហ៊ុននឹងដាក់លក់ stock របស់ខ្លួនជាសាធារណៈដែលគេហៅថា IPO ណាដល់ពេល all time low គឺវាផ្ទុយជាមួយនឹង all time high ជាតម្លៃ stock របស់ក្រុមហ៊ុនមួយដែលចុះទាបបំផុតគិតចាប់តាំងពីថ្ងៃដំបូងដែលក្រុមហ៊ុនចេញ IPO អូខេឥឡូវខ្ញុំលើកឆាតដដែលណារបស់ Tesla let's put it into year. All right, so let's go into year. So this is 1 year chart, all right? Okay. ក្រុមហ៊ុន Tesla នេះចេញ IPO ដាក់លក់ stock របស់ខ្លួនជាសាធារណៈតាមដែលខ្ញុំដឹងដូចជាឆ្នាំ2010ណាយើងឃើញថា stock Tesla នេះគឺចុះរហូតទៅដល់$1នៅពេលដែលចាប់ផ្ដើមបើក IPO ដំបូងអញ្ចឹងអាតម្លៃ$1ហ្នឹងគេហៅថា all time low គឺជាតម្លៃដែលទាបជាងគេបំផុតពីព្រោះអត់មានតម្លៃណាដែលចុះទាបក្រោម$ហ្នឹងទេតាំងពីពេលហ្នឹងរហូតមកដល់បច្ចុប្បន្នណារហូតដល់ឆ្នាំ2025នេះតម្លៃវាឡើងរហូតដល់488.54នេះគឺជាតម្លៃ all time high ពីព្រោះតាំងពីពេលបើក IPO រហូតមកដល់បច្ចុប្បន្នហ្នឹងគឺអត់មានតម្លៃណាដែលខ្ពស់ជាងអាតម្លៃហ្នឹងទេណា488.54តែបើសិនជាថ្ងៃមុខ Tesla stock ហ្នឹងឡើងរហូតទៅដល់500អញ្ចឹងអា488.54ហ្នឹងគេលែងហៅវាថាជា all time high ឯងវា make new all time high អូខេឥឡូវយើងងាកមកវិញអូខេ pull back ហើយនឹង correction ពីរនេះវាមានភាពស្រដៀងគ្នាគឺជាតម្លៃ stock ដែលធ្លាក់ចុះបន្ទាប់ពីវាឡើងដល់ចំណុចណាមួយគួរឲ្យកត់សម្គាល់អ្នកដែលគាត់ទើបតែចាប់ផ្ដើមឬមានបទពិសោធន៍តិចគាត់តែជួបបញ្ហាហ្នឹងខ្លាំងជាងគេពីព្រោះខ្ញុំក៏ជួបបញ្ហាហ្នឹងដែរពេលដែលខ្ញុំចាប់ផ្ដើមដំបូងឃើញថាឃើញ stock នឹងឡើងពេលដែលខ្ញុំមិនទាន់ទិញវាគឺគិតតែពីឡើងរហូតដល់ពេលខ្ញុំចូលទិញវាចាប់ផ្ដើមចុះវិញតាមមួយថ្ងៃពីរថ្ងៃមួយខែពីរខែនៅមិនព្រមឡើងវិញដល់ពេលខ្ញុំភ័យខ្លាចវាកាន់តែខាតច្រើនលក់វាចេញវាបាយជាឡើងវិញខ្ញុំជឿថាបងប្អូនដែលគាត់ចូលក្នុងវិស័យនេះ 100% គាត់នឹងជួបបញ្ហានេះខ្ញុំធ្លាប់ឲ្យកំហុសហ្នឹងទៅលើការសយហើយនឹងហេងប៉ុន្តែនេះចំណុចនេះខ្ញុំនឹងចេញវីដេអូមួយពន្យល់ឲ្យបានលម្អិតប៉ុន្តែឥឡូវយើងគ្រាន់តែយល់ពីអត្ថន័យខ្លះតាក់ទងទៅនឹង terminology pullback ហើយ correction ទៀតខ្ញុំទាញ graph មកបង្ហាញដើម្បីឲ្យយើងបានចាប់បានខ្លះប៉ុន្តែមុននឹងចាប់ផ្ដើមយើងមកស្គាល់ពាក្យ support ហើយនឹង resistance ណាសិនដើម្បីឲ្យកាន់តែងាយយល់ support នេះនៅពេលដែលតម្លៃ stock របស់ក្រុមហ៊ុនមួយកំពុងតែឡើងដល់កម្រិតណាមួយហើយចាប់ផ្ដើមធ្លាក់ចុះមកវិញនៅពេលដែលវាធ្លាក់ចុះដល់កម្រិតណាមួយដែលគេហៅថា price floor level ហ្នឹងហើយវាឈប់ធ្លាក់ទៀតបាយជាវាឡើងទៅវិញអាហ្នឹងគេហៅថា support resistance នៅពេលដែលតម្លៃ stock របស់ក្រុមហ៊ុនមួយកំពុងតែឡើងជាលំដាប់ដល់កម្រិតណាមួយហើយវាឈប់ឡើងទៀតពេលតម្លៃវាធ្លាក់ចុះហើយវាព្យាយាមឡើងទៅវិញប៉ុន្តែវានៅតែអត់ឡើងហួសពីអាតម្លៃដំបូលដែលគេហៅថា price selling level អូខេនិយាយឲ្យងាយយល់គឺកម្រិតតម្លៃដែលមានរនាំងដែលมันអាចឲ្យតម្លៃនឹងវាឡើងហួសពីកម្រិតមួយនឹងបានអាហ្នឹងហើយគេហៅថា resistance អូខេឥឡូវខ្ញុំទាញ graph មួយដើម្បីឲ្យងាយយល់នេះគ្រាន់តែជាឧទាហរណ៍របស់ក្រុមហ៊ុន AMC ណា stock AMC នេះតម្លៃវា$10ហើយវា rally ទៅ$15ណាទៅ$15រួចវាចុះមកវិញនៅសល់$13អញ្ចឹងអា$15នេះគេហៅវាថាជា resistance price selling level ណាពីព្រោះវាជារនាំងមិនឲ្យ AMC ហ្នឹងឡើងហួសពី$15តែបើសិនជាវាចុះដល់$13ហើយវាបកឡើងទៅវិញបកហួសអា$15ហ្នឹងដែលជាតម្លៃ resistance ហ្នឹងវាឡើងទៅដល់តម្លៃខ្ពស់មួយទៀតអញ្ចឹង
តម្លៃ$15ហ្នឹងវាឡើងជា resistance ហើយវាคล้ายទៅជា support វិញនិយាយឲ្យងាយយល់$15ហ្នឹងដូចដំបូលអញ្ចឹងដល់ពេលតម្លៃចាស់វាបាញ់ទៅធ្លុះដំបូលហ្នឹងអញ្ចឹងអាហ្នឹងគេឡើងហៅវាថាជាដំបូលទៀតហើយណាវាជាតម្លៃ support វិញឥឡូវថាវាឡើងរហូតដល់$25អញ្ចឹងយើងដឹងហើយថាអា$13ហ្នឹងជា pull back ដល់ពេលវាឡើងដល់$25ហើយវាចុះមកនៅសល់$22ណាហើយវាឡើងទៅវិញដល់$35ហួសអា$25 resistance មុនហ្នឹងហើយវាចុះទៅ32រួចឡើងរហូតទៅដល់50អញ្ចឹងអា32ហ្នឹងវាជា support ដែលមិនអោយតម្លៃហ្នឹងចុះទាបជាងនឹងទៀតអាហ្នឹងហើយគេហៅថា pull back អូខេឥឡូវ correction វិញតម្លៃ stock របស់ AMC ហ្នឹងគឺវាចាប់ពី$10រហូតទៅដល់$50ហើយកំឡុងពេលហ្នឹងវា pull back ខ្លះពីចន្លោះពី10ទៅដល់50ហ្នឹងប៉ុន្តែពេលដែលវាឡើងរហូតទៅដល់$50ស្រាប់តែវាចុះខ្លាំងហួសរហូតហួស support $22ទៀតណាតម្លៃរបស់វាចុះជាង 10% អាហ្នឹងគេហៅថាអាហ្នឹងគេឡើងហៅថា pull back ហើយគេហៅថា correction pull back គឺវាចុះបន្តិចវាឡើងទៅវិញវាអត់ចុះរហូតដល់ 10% ទេអូខេអញ្ចឹងវាចាំបាច់ខ្លាំងណាស់ដែលទាមទារឲ្យយើងត្រូវយល់ដឹងឲ្យបានច្បាស់លាស់ដើម្បីបែងចែកពីភាពខុសគ្នាអានតិចហ្នឹងដែលធ្វើឲ្យយើងគ្រោះថ្នាក់ខ្លាំងហើយអានេះ correction វាចុះមកដល់ចំណុចនេះហើយវាឡើង green បន្តិចណាវាឡើង green បន្តិចអញ្ចឹងយើងតើយើងគួរទិញអត់អញ្ចឹងខ្ញុំទុកសំណួរហ្នឹងដើម្បីឲ្យអ្នកទាំងអស់គ្នាធ្វើការវិភាគហើយនៅវីដេអូក្រោយៗខ្ញុំនឹងបញ្យល់ឲ្យបានលម្អិតទៅលើពាក្យបច្ចេកទេសពីរហ្នឹងជាមួយនឹងឧទាហរណ៍ជាក់ស្ដែងអូខេឥឡូវពាក្យresearch អូខេដំណើរការនៃការស្រាវជ្រាវក្រុមហ៊ុនមួយមុននឹងទិញ stock របស់ក្រុមហ៊ុនហ្នឹងការស្រាវជ្រាវហ្នឹងវាពាក់ព័ន្ធទៅនឹងការប្រមូលព័ត៌មានការវិភាគទិន្នន័យស្ថានភាពទីផ្សារនានាការហើយចំណូលចិត្តរបស់អតិថិជននិងព័ត៌មានដែលពាក់ព័ន្ធផ្សេងទៀតដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងពីការវិនិយោគរបស់ខ្លួនទៅលើក្រុមហ៊ុនហ្នឹងហើយចំណែកដល់ due diligence នេះដែលគេនិយមហៅថា DD ស្រដៀងគ្នានឹង research ដែរប៉ុន្តែសំដៅទៅលើការស្រាវជ្រាវដែលល្អិតល្អន់ខ្លាំងអូខេគឺយើងធ្វើការសិក្សាស្រាវជ្រាវវិភាគគ្រប់ជ្រុងជ្រោយទាំងព័ត៌មាននៅក្នុងក្រុមហ៊ុនហ្នឹងទាំងព័ត៌មានដទៃទៀតដែលពាក់ព័ន្ធនឹងក្រុមហ៊ុនហ្នឹងអូខេ technical analysis អូខេជាវិធីសាស្ត្រវាតម្លៃទៅលើផ្អែកទៅលើការវិភាគលើនានាការតម្លៃនិយាយខ្មែរងាយយល់ price trend ហ្នឹងគឺគេហៅថាហាងឆេងតម្លៃបរិមាណទិន្នន័យលំនាំគំរូទិន្នន័យទីផ្សារដើម្បីទស្សន៍ទាយការផ្លាស់ប្ដូរតម្លៃនាពេលអនាគតជាទូទៅ trader ហ្នឹងគាត់និយមប្រើពីរនេះណា research ហើយនិង technical analysis ព្រោះវាប្រើរយៈពេលខ្លី trader គាត់ត្រូវតែរហ័សទាញយកព័ត៌មានដើម្បីធ្វើការ trade ឲ្យទាន់ពេលវេលាព្រោះនៅក្នុង stock market ទីផ្សារពីហ៊ុនគឺមានការឡើងចុះខ្លាំងណាស់អញ្ចឹងបើសិនជាចូលទៅ trade មិនមែន invest ត្រូវតែរហ័សដៃរហ័សជើងរហ័សភ្នែករហ័សត្រចៀករហ័សក្នុងការប្រើខួរក្បាលដើម្បីទាញយកប្រាក់ចំណេញបានហើយបើទោះជាមានការខាតក៏យើងអាចកាត់បន្ថយហានិភ័យខ្លះអូខេ fundamental analysis ជាការវិភាគដោយប្រើនានាការឧស្សាហកម្មទស្សនវិស័យសេដ្ឋកិច្ចនិងកំណត់ត្រាហិរញ្ញវត្ថុដើម្បីវាតម្លៃពីសក្តានុពលនៃការវិនិយោគរបស់យើងវាខុសគ្នាជាមួយនឹង technical analysis ដែលពឹងផ្អែកទៅលើទិន្នន័យស្ថិតិលើការវិភាគជាមូលដ្ឋានផ្អែកលើតម្លៃរបស់ក្រុមហ៊ុនជាទូទៅ investor គាត់ចូលចិត្តពីរនេះណា DD ហើយនិង fundamental analysis ព្រោះវាប្រើពេលច្រើន
investor ហ្នឹងគាត់ត្រូវការសិក្សាស្រាវជ្រាវពិចារណាឲ្យបានល្អិតល្អន់មុននឹងគាត់ធ្វើការសម្រេចចិត្តទៅលើការវិនិយោគរបស់គាត់អូខេខ្ញុំនឹងចេញវីដេអូមួយដាច់ដោយឡែកដើម្បីបញ្យល់ឲ្យកាន់តែលម្អិតពីភាពខុសគ្នារវាង research និង DD ហើយនឹងវីដេអូមួយទៀតរវាង technical analysis និង fundamental analysis ព្រោះវាតាក់ទងទៅនឹងកត្តាជាច្រើនអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាវីដេអូនេះនឹងអាចជួយជាចំណែកតូចមួយដល់បងប្អូនចំនួនក្រោយនិងបងប្អូនប្រជាជនខ្មែរដែលគាត់ចាប់អារម្មណ៍ចង់ចូលប្រឡូកក្នុងវិស័យនេះបើសិនជាមានកន្លែងណាដែលមិនទាន់យល់ច្បាស់ឬក៏ចង់ឲ្យខ្ញុំបកស្រាយបន្ថែមត្រង់ចំណុចណាមួយដែលណាមួយអាច comment នៅខាងក្រោមហើយខ្ញុំនឹងធ្វើវីដេអូដើម្បីសង្កត់ធ្ងន់ទៅលើចំណុចហ្នឹងមួយទៀតខ្ញុំចង់បញ្ជាក់ថាពីមួយវីដេអូទៅមួយវីដេអូកាន់តែជ្រៅទៅអញ្ចឹងចំពោះអ្នកដែលគាត់ពុំទាន់មានបទពិសោធន៍ឬទៅតែចាប់ផ្ដើមអាចនឹងមានផលលំបាកខ្លាំងក្នុងការយល់ប៉ុន្តែបើសិនជាចិត្តស្រឡាញ់ហើយចង់ចាប់យកជាជំនាញនេះមើលសារឡើងវិញម្ដងហើយម្ដងទៀតតើតែយើងយល់បានច្រើនអូខេព្រោះពេលដែលខ្ញុំនិយាយព្រោះពេលដែលខ្ញុំចាប់ផ្ដើមដំបូងពេលដែលខ្ញុំអានឬមើលអ្វីគឺខ្ញុំតែងតែបកសារឡើងវិញរហូតដល់ខ្ញុំយល់ថាចង់និយាយពីអ្វីខ្ញុំនិយាយនេះមិនមែនចង់បាន view ទេសម្រាប់ខ្ញុំធ្វើវីដេអូនេះគឺខ្ញុំអត់គិតរឿង view អីទេច្រើនដូចតិចជារឿងធម្មតាសម្រាប់ខ្ញុំអ្វីដែលជាគោលដៅរបស់ខ្ញុំគឺខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំចេះខ្ញុំដឹងទៅកាន់បងប្អូនប្រជាជនខ្មែរសង្ឃឹមថាជាចំណែកតូចមួយដែលខ្ញុំអាចជួយបានតែប៉ុណ្ណោះអូខេបើសិនជាយើងមានឱកាសបានទៅដល់ប្រទេសផ្សេងទៀតជាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់មានធនធានអំណោយផលច្រើនយើងត្រូវសុបិនឲ្យខ្ពស់គុំចង់ធ្វើកម្មករគេរហូតត្រូវចេះអភិវឌ្ឍខ្លួនពីមួយកម្រិតទៅមួយកម្រិតខ្ញុំនិយាយនេះមិនមែនវាតម្លៃទៅលើបងប្អូនប្រជាជនខ្មែរដែលគាត់ជាពលករក្រៅស្រុកទេព្រោះខ្ញុំក៏ធ្លាប់ជាពលករដែរខ្ញុំធ្លាប់ធ្វើការបម្រើតាមភោជនីយដ្ឋានចិនធ្លាប់អត់បាយអត់ទឹកសន្សំកាក់សែនដើម្បីចំណាយលុយរៀនហើយវិវត្តខ្លួនពីកម្រិតមួយទៅកម្រិតមួយហើយការវិវត្តខ្លួនហ្នឹងខ្ញុំមិនមែនសំដៅថាឲ្យតែចូល stock market ហ្នឹងសុទ្ធតែជាការវិវត្តខ្លួនទេអ្នកខ្លះគាត់មានចំណង់ចំណូលចិត្តផ្សេងគ្នាគាត់អាចស្រឡាញ់វិស័យខាងភោជនីយដ្ឋានវិស័យខាងហាងដូណាតឬខាងផ្សារលក់ទំនិញរបស់អាស៊ីលក់គ្រឿងសម្អាងតាមអនឡាញឬមុខជំនាញអីផ្សេងទៀតសរុបមកគឺយើងត្រូវមានសុបិនខ្ពស់មានគោលដៅជាក់លាក់ហើយមានការស្រឡាញ់ជាចម្បងបើសិនអត់មានការស្រឡាញ់ទេវាធ្វើឲ្យយើងពិបាកដើរទៅមុខអញ្ចឹងយើងត្រូវសួរខ្លួនឯងឲ្យច្បាស់មុននឹងបន្តក្នុងវិស័យនេះក៏ដូចជាវិស័យផ្សេងទៀតដែលខ្លួនគិតថាចង់ចាប់យកអូខេអរគុណសម្រាប់ការទស្សនាជួបគ្នានៅវគ្គក្រោយWhere I close it all right here